បាទជំរាបសួរបងប្អូនចូលរួមជាតិខ្មែរយើងបានបែកគ្នាចិត្តមួយខែហើយតាបងប្អូនដែលកំពុងតែមើលវីដេអូសុខសប្បាយជាតិទេបាទថ្ងៃហ្នឹងចលនាមេដាធម្មជាតិសូមបញ្ជាក់ថាទោះបីជាអាឡិចត្រូវបានបណ្ដេញពីប្រទេសកម្ពុជាដោយអយុត្តិធម៌បំផុតក៏វីដេអូរបស់យើងនៅបន្តដដែលហើយនឹងចលនាមេដាធម្មជាតិរបស់យើងនៅតែជួយសកម្មភាពខ្លាំងជាងមុនទៅទៀតបាទថ្មីនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានគម្រាមប្រើប្រាស់ក្របរខេត B21 ទៅលើក្រុមណាដែលចំបង្កើតតំបន់អបគមនៅក្នុងខេត្តកោះកុងថ្ងៃហ្នឹងចលនាមេដាធម្មជាតិសូមបញ្ជាក់ថាតាមពិតទៅក្នុងខេត្តកោះកុងពិតជាមានក្រុមមួយចំនួនដែលចំបង្កើតតំបន់អបគមមែនសូមឲ្យបងប្អូនជនជាតិស្ដាប់ដូចតទៅក្រុមទី1ដឹកនាំដោយលីយ៉ុងផាត់ដែលជាសមាជិកក្នុងរដ្ឋសភានិងពេជ្រយុនដែលជាប្រធានមន្ទីររាយធម្មពលខេត្តកោះកុងដែលបានគប់ប្រឹកគ្នាជាមួយនឹងក្រុមហ៊ុនចិននិងក្រុមហ៊ុនវៀតណាមនៅក្នុងខេត្តកោះកុងដើម្បីធ្វើសកម្មភាពបងខ្សាច់ទូទាំងខេត្តដើម្បីយកអាខ្សាច់នឹងលក់ឲ្យប្រទេសសិង្ហបុរីទោះបីជាមានបទបញ្ជាពីនាយករដ្ឋមន្ត្រីហ៊ុនសែនច្រើនដងហាមនាំចេញដីខ្សាច់លក់ឲ្យក្រៅប្រទេសក៏ដោយក្រុមអបគមទី2ដឹកនាំដោយអភិបាលខេត្តប៊ុនលើតជាមួយនឹងតំណាងរាស្ត្រសម្រាប់ខេត្តកោះកុងដែរឈ្មោះ Icon ដែលអតីតមុនបានយកលុយពីក្រុមហ៊ុន Sino Hydro ដើម្បីជួលកងប្រដាប់អាវុធជាង50នាក់និងបានចោះទៅតំបន់អរ៉ែងដើម្បីគម្រាមកំហែងនិងបង្ខំឲ្យប្រជាជនទទួលយកគម្រោងវិរិយអគ្គិសនីក្នុងពេលឆាប់នេះទោះបីជានាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសជាសាធារណៈថានៅក្នុងអាណត្តិនេះគឺអត់មានសាងសង់ទេវិរិយអគ្គិសនីបាទ1 2 3ទីបញ្ចប់ចលនាមេដាធម្មជាតិសូមលើកទឹកចិត្តឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចាក់វិធានការទៅលើក្រុមអបគមទាំងពីរកាន់តែឆាប់កាន់តែល្អដោយសារហាក់បីដូចជាក្រុមទាំងពីរលែងស្ដាប់បទបញ្ជារបស់ថ្នាក់ជាតិទៀតទេបាទថ្ងៃនេះយើងសូមតែប៉ុណ្្នឹងទេសូមអរគុណច្រើនសូមជម្រាបលា